សម្ដេចមហារដ្ឋាភិបាលទីការធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារក្នុងអាហារពេលថ្ងៃត្រង់ជាមួយឯកឧត្តមយ៉ាកបអ៊ីស្តវ៉ាន់អនុប្រធានរដ្ឋាភិបាលនៃប្រទេសហុងគ្រីនៅរដ្ឋធានីប៊ុយដាប៉េសនៅថ្ងៃទី26ខែតុលាឆ្នាំ2025នៅក្នុងការសម្ដេចបានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសហុងគ្រីរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី25ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025សម្ដេចរដ្ឋាភិបាលបានជម្រាបជូនឯកឧត្តមយ៉ាកបអ៊ីស្តវ៉ាន់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលកម្ពុជាមកកាន់ប្រទេសហុងគ្រីនៅពេលនេះជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុតដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់មិត្តដែលធ្លាប់ជួយគ្នាក្នុងគ្រាលំបាកកន្លងមកនៅថ្ងៃទី26ខែតុលានេះប្រជាពលរដ្ឋកម្ពុជាទាំងមូលក៏ដូចជាគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអនុទានឆាន់វីរៈគុលនាយករដ្ឋមន្ត្រីប្រទេសថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពក្រោមវត្តមានរបស់ឯកឧត្តមដូណាល់ ជា ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមដាតូសេរីអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីក្រោយពីប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នាចាប់ពីថ្ងៃទី24ខែកក្កដាឆ្នាំ2025មកសម្ដេចប្រធានរដ្ឋាភិបាលបានលើកឡើងថាសន្តិភាពនេះមានតម្លៃខ្ពស់បំផុតដែលមិនសម្រាប់ពលរដ្ឋខ្មែរនិងថៃប៉ុណ្ណោះទេតែសម្រាប់តំបន់និងសកលលោកទាំងមូលនៅក្នុងការនោះថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរណាស់មកហើយគឺចាប់តាំងពីឆ្នាំ1956មកដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋាភិបាលមកកាន់ប្រទេសហុងគ្រីនៅពេលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀតដោយយកពលរដ្ឋជាស្នូលទំនាក់ទំនងប្រទេសទាំងពីរមានលក្ខណៈប្រវត្តិសាស្ត្រដោយផ្អែកលើការជឿជាក់ការគោរពនិងការផ្ដល់តម្លៃគ្នាទៅវិញទៅមកនឹងឈានដល់ខួប70ឆ្នាំនៅក្នុងឆ្នាំ2026ខាងមុខនេះសម្ដេចរដ្ឋាភិបាលបានថ្លែងការកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់របស់ប្រទេសហុងគ្រីក្នុងរយៈពេលចុងក្រោយនេះបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យប្រជាពលរដ្ឋហុងគ្រីមានជីវភាពធូរធារនិងស៊ីវិល័យឯកឧត្តមអ៊ីស្តវ៉ាន់បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចរដ្ឋាភិបាលដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីឯកឧត្តមបានជម្រាបជូនសម្ដេចនិងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រីក្នុងនោះមានវិស័យកសិកម្មឧស្សាហកម្មនិងធនធានទឹកជាដើមឯកឧត្តមបានគូបញ្ជាក់ថាហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្មនិងឧស្សាហកម្មអាហារបច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រីមានចំនួនតិចតួចបំផុតបាននឹងកំពុងសិក្សាវិស័យកសិកម្មនេះដែរឋានៈដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរមានសន្តិភាពនិយមនិងការជឿជាក់យ៉ាងមុតមាំថាចំណងកិច្ចសហប្រតិបត្តិការកម្ពុជាហុងគ្រីកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្ទាប់ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិជាមួយគ្នានេះសម្ដេចប្រធានរដ្ឋាភិបាលបានស្នើប្រទេសហុងគ្រីបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាបានមកសិក្សានៅក្នុងប្រទេសហុងគ្រីបន្ថែមទៀតធនធានមនុស្សជាកត្តាសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថានៅរដ្ឋាភិបាលកម្ពុជាវិញមានការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្រាវជ្រាវរដ្ឋាភិបាលមានគម្រោងបង្កើតអង្គភាពស្រាវជ្រាវមួយដើម្បីសិក្សាស្រាវជ្រាវលើវិស័យនានាសម្រាប់ជួយដល់ការងាររបស់ថ្នាក់ដឹកនាំនិងសមាជិការដ្ឋាភិបាលសម្ដេចបានគូបញ្ជាក់ថាអតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសហុងគ្រីកាលពីទសវត្សរ៍ឆ្នាំ80មួយចំនួនបានកំពុងកាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលចំណែកសម្ដេចផ្ទាល់ដែលជាអតីតនិស្សិតបានសិក្សានៅក្នុងប្រទេសហុងគ្រីដែរនោះជាប្រធានរដ្ឋាភិបាលលទ្ធផលដ៏ល្អសម្រាប់អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសហុងគ្រីបានក្លាយជាថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៅកម្ពុជានេះគឺមោទនភាពមួយរបស់ប្រទេសហុងគ្រីផងដែរ